សូមប្រដេកប្រគុណនិមន្តចាក់ចេញពីវត្តហើយចូលទៅជួយបរិស័ទរបស់យើងដែលកំពុងតែរងទុក្ខនិងជំនះនៅតាមទល់ដែនអ្វីគ្រប់យ៉ាងដែលព្រះអង្គអាចធ្វើបានព្រះអង្គត្រូវតែធ្វើពីព្រោះញោមកំពុងតែរងទុក្ខវេទនាមួយវិញទៀតពលរដ្ឋខ្មែរជាទីស្រឡាញ់សូមអស់លោកទាំងអស់មេត្តាចូលរួមជួយអ្វីដែលអាចធ្វើបានដល់បងប្អូនរបស់យើងដែលកំពុងតែជំនះហើយម្យ៉ាងវិញទៀតក៏សូមផ្ញើសារទៅកាន់ប្រទេសថៃទោះយើងខ្មែរនិងថៃវាស្រឡាញ់គ្នាឬក៏វាស្អប់គ្នាយ៉ាងណាក៏ដោយក៏យើងមិនអាចពុះផែនដីនេះឲ្យដាច់ពីគ្នាបានដែរវាជាសត្យានុមត្តដែលយើងត្រូវតែនៅជិតគ្នាអញ្ចឹងក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នាថ្ងៃនេះញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់ខណៈពេលដែលសង្គ្រាមកំពុងតែប្រព្រឹត្តទៅកំពុងតែមានវត្តមាននៅតាមទល់ដែននេះសូមញោមទាំងអស់យើងមានទឹកដីតែមួយទេយើងមានប្រទេសតែមួយទេអត់មានពីរទេនៅលើโลกនេះកម្ពុជាមានតែមួយទេបើយើងមិនសហការគ្នាយើងមិនសាមគ្គីគ្នាទេយើងនឹងជួបវិបត្តិច្រើនអញ្ចឹងសូមប្រជាជាតិទាំងមូលសូមលោករួមគ្នាសាមគ្គីគ្នាហើយការពារទឹកដីបើមិនយ៉ាងដូច្នោះទេកូនចៅយើងចំនួនក្រោយនឹងជួបរឿងដ៏ច្រើនជាពិសេសចុងក្រោយនេះអាត្មាសូមផ្ដាំដល់យុវជនទាំងអស់របស់កម្ពុជាលោកត្រូវតែធ្វើខ្លួនឲ្យคล้ายទៅជាជនគំរូជាអ្នកចេះដឹងរៀនសូត្រអភិវឌ្ឍខ្លួនទុកជាសសរទ្រូងសម្រាប់អនាគតនៃវាសនារបស់កម្ពុជាព្រះសង្ឃក្មេងៗព្រះអង្គត្រូវតែរៀនអភិវឌ្ឍខ្លួនចាប់តាំងពីមានសង្គ្រាមរវាងកម្ពុជាថៃប៉ុន្មានថ្ងៃមកយើងបានជៀបច្បាស់ហើយថាមានតែកម្ពុជាយើងទេដែលជាអ្នកដែលជាមានតែបងប្អូនយើងទេដែលពឹងគ្នាដែលលះបង់គ្នាគ្មានជនជាតិណាមួយដែលលះបង់ជីវិតដើម្បីពួកយើងទេគឺមានតែជនជាតិយើងទេសូមប្រជាជាតិខ្មែរទាំងមូលស្រឡាញ់គ្នាអោបកសោបគ្នាដើម្បីការគង់វង្សនៃទឹកដីសូមប្រជាជាតិខ្មែរទាំងមូលប្រកបដោយសេចក្តីសុខសេចក្តីចម្រើនសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចធិបតីអរគុណយ៉ាងក្រៃលែងដឹងគុណយ៉ាងខ្លាំងចំពោះវីរៈកងទ័ពដែលបានលះបង់ដើម្បីព្រះនគរទាំងមូលសូមនគរកម្ពុជាប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្រិតឡើយបករណាជាម្ចាស់គ្រប់ព្រះអង្គទូទាំងប្រទេសពេលនេះទឹកដីរបស់យើងកំពុងតែរងនឹងការវាយប្រហារយ៉ាងខ្លាំងអំពីប្រទេសថៃព្រះសង្ឃគ្រប់ព្រះអង្គទូទាំងប្រទេសសូមប្រដេកប្រគុណនិមន្តចាក់ចេញពីវត្តហើយចូលទៅជួយបរិស័ទរបស់យើងដែលកំពុងតែរងទុក្ខនិងជំនះនៅតាមទល់ដែនអ្វីគ្រប់យ៉ាងដែលព្រះអង្គអាចធ្វើបានព្រះអង្គត្រូវតែធ្វើពីព្រោះញោមកំពុងតែរងទុក្ខវេទនាមួយវិញទៀតពលរដ្ឋខ្មែរជាទីស្រឡាញ់សូមអស់លោកទាំងអស់មេត្តាចូលរួមជួយអ្វីដែលអាចធ្វើបានដល់បងប្អូនរបស់យើងដែលកំពុងតែជំនះហើយម្យ៉ាងវិញទៀតក៏សូមផ្ញើសារទៅកាន់ប្រទេសថៃទោះយើងខ្មែរនិងថៃវាស្រឡាញ់គ្នាឬក៏វាស្អប់គ្នាយ៉ាងណាក៏ដោយក៏យើងមិនអាចពុះផែនដីនេះឲ្យដាច់ពីគ្នាបានដែរវាជាសត្យានុមត្តដែលយើងត្រូវតែនៅជិតគ្នាញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់ខណៈពេលដែលសង្គ្រាមកំពុងតែប្រព្រឹត្តទៅកំពុងតែមានវត្តមាននៅក្នុង
នៅតាមទល់ដែននេះសូមញោមទាំងអស់យើងមានទឹកដីតែមួយទេយើងមានប្រទេសតែមួយទេអត់មានពីរទេនៅលើโลกនេះកម្ពុជាមានតែមួយទេបើយើងមិនសហការគ្នាយើងមិនសាមគ្គីគ្នាទេយើងនឹងជួបវិបត្តិច្រើនអញ្ចឹងសូមប្រជាជាតិទាំងមូលសូមលោករួមគ្នាសាមគ្គីគ្នាហើយការពារទឹកដីបើមិនយ៉ាងដូច្នោះទេកូនចៅយើងចំនួនក្រោយនឹងជួបរឿងដ៏ច្រើនជាពិសេសចុងក្រោយនេះអាត្មាសូមផ្ដាំដល់យុវជនទាំងអស់របស់កម្ពុជាលោកត្រូវតែធ្វើខ្លួនឲ្យคล้ายទៅជាជនគំរូជាអ្នកចេះដឹងរៀនសូត្រអភិវឌ្ឍខ្លួនទុកជាសសរទ្រូងសម្រាប់អនាគតនៃវាសនារបស់កម្ពុជាព្រះសង្ឃក្មេងៗព្រះអង្គត្រូវតែរៀនអភិវឌ្ឍខ្លួនចាប់តាំងពីមានសង្គ្រាមរវាងកម្ពុជាថៃប៉ុន្មានថ្ងៃមកយើងបានជៀបច្បាស់ហើយថាមានតែកម្ពុជាយើងទេដែលជាអ្នកដែលជាមានតែបងប្អូនយើងទេដែលពឹងគ្នាដែលលះបង់គ្នាគ្មានជនជាតិណាមួយដែលលះបង់ជីវិតដើម្បីពួកយើងទេគឺមានតែជនជាតិយើងទេសូមប្រជាជាតិខ្មែរទាំងមូលស្រឡាញ់គ្នាអោបកសោបគ្នាដើម្បីការគង់វង្សនៃទឹកដី